សួស្តីបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះដែរយើងទៅនិយាយរឿងមួយដែលខ្ញុំធ្លាប់ឆ្លងកាត់នៅក្នុងប្រទេសកូរ៉េហើយរឿងហ្នឹងគឺរឿងរដូវនឹងឯងហើយរដូវគឺវាមានរដូវក្តៅហើយរដូវស្លឹកឈើជ្រុះរដូវផ្ការីកហើយនិងរដូវត្រជាក់អីចឹងទៅហើយនិយាយទៅគឺមានតែពីររដូវទេដែលយើងពិបាករស់នៅមែនតើដោយសារតែរដូវក្តៅគឺវាក្តៅពេកហើយរដូវត្រជាក់គឺវាត្រជាក់តកកហើយក្នុងរដូវក្តៅគឺវាចាប់ក្តៅខ្លាំងគឺនៅក្នុងខែ5ខែ6ខែ7រហូតដល់ខែ8ចឹងទៅហើយចូលដល់ខែ9ខែ10 11គឺចាប់ផ្ដើមដល់រដូវត្រជាក់វិញហើយចឹងហើយគឺពិបាករស់នៅមែនតើក្នុងរយៈពេលប្រហែលខែហ្នឹងគឺវាបន្តទៅគ្នារហូតអញ្ចឹងណាតែបើសិនជារដូវស្លឹកឈើជ្រុះហើយនិងរដូវផ្ការីកគឺក្តៅវាមិនក្តៅត្រជាក់ក៏វាមិនត្រជាក់និយាយទៅវាល្មមរស់នៅដូចស្រុកយើងដែរអញ្ចឹងហើយវីដេអូនេះដែរគឺចង់សម្រាប់បងប្អូនពីអាកាសធាតុនៅក្នុងប្រទេសកូរ៉េហើយមានគេតែងតែសួរខ្ញុំច្រើនដែរថាអាកាសធាតុនៅស្រុកនឹងមិនដែរត្រជាក់អត់ក្តៅអត់ចឹងទៅហើយខ្ញុំក៏បានចង់ធ្វើវីដេអូនេះមួយចង់ចែកម្លែកបើសិនជាមកដល់ប្រទេសកូរ៉េគឺរដូវក្តៅវាមានតែ3 4ខែអញ្ចឹងទៅហើយរដូវត្រជាក់វាត្រជាក់ខ្លាំងគឺ2 3ខែអញ្ចឹងណាបងប្អូននេះហើយហ្នឹងហើយគឺថ្ងៃនេះគឺជាថ្ងៃចុងសប្តាហ៍ហើយទៅពេលអញ្ចឹងទៅក៏ខ្ញុំឆ្លៀតជិះកង់ហើយចេញក្រៅខ្លះដើម្បីមើលទេសភាពអញ្ចឹងទៅហើយឥឡូវស្លឹកឈើកំពុងជ្រុះបដាអស់ពីដើមហើយហ្នឹងឯងគឺថ្ងៃអាទិត្យអត់មានបានដើរទៅណាទេគឺយើងជិះកង់ក្បែរផ្ទះគៀនផ្ទះគ្រាន់តែធាក់ហាត់ប្រាណហាត់អីហ្នឹងទៅហើយជាពិសេសកុំភ្លេចអីសោះទោះបីជាយ៉ាងណាក៏អត់ភ្លេចដែររឿងអាវក្រាស់ហ្នឹងព្រោះអីចេញមកខាងក្រៅដឹងស្រាប់ហើយគឺអាកាសធាតុវាធ្លាក់ខ្យល់ក្នុងថ្ងៃហ្នឹងហើយរៀងត្រជាក់គួរសមដែរថ្ងៃហ្នឹងហើយបន្ទាប់មកទៀតក៏ខ្ញុំបានជិះឆ្លងកាត់ផ្លូវធ្វើដំណើរទៅផ្ទះវិញហើយណាមួយក៏យើងមកយកបាយមកយកអីហូបដោយសារថាថ្ងៃអាទិត្យគឺគេឲ្យយើងមកយកបាយនៅកន្លែងភោជនីយដ្ឋានគេផ្សេងមួយទៀតហើយអញ្ចឹងយើងត្រូវតែជិះកង់មកយកហូបអញ្ចឹងហើយគឺខ្ញុំខ្ចប់យកទៅផ្ទះទេហើយវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងឯងចាំជួបខ្ញុំនៅវីដេអូក្រោយទៀតអរគុណបាយបាយ